ហូបអីក៏បានដែរតាមបេះដូងរបស់បងចុះបេះដូងអ្នកលក់វិញឲ្យហូបដែរអត់ឲ្យឯងហូបបានតើបថៅឲ្យដុំថ្មចំបាន់ខ្ញុំលេងឃ្លានហើយទៅផ្ទះវិញហើយរឿងញ៉ែគេច្រើនណាស់តែញ៉ែម្នាក់នេះសុករត់ចោលបាត់នៅក្បែរបៀងទឹកខណៈដែលអ្នកកំឡោះកំពុងតែងូតទឹកផងនោះឪពុកម្ដាយរបស់គេបានមកដល់ផ្ទះហើយបានស្រែកហៅកូនប្រុសកូនប្រុសម្ដាយអើយមកនេះបន្តិចមកកូនកូនឯងមកជួបពុកម៉ែមកផ្លេតសិនមកកូនរំពេចនោះកូនប្រុសបានមកជួបឪពុកម្ដាយទាំងក្បាលនៅពពុះសាប៊ូនៅឡើយហើយខ្ញុំធ្វើអីពុកម៉ែខ្ញុំកំពុងតែងូតទឹកផងងូតទឹករួចរាល់ទៅទិញទឹកត្នោតជួយពុកចុះមុននេះពុកមកពីណាមិនក៏មិនព្រមទិញឲ្យហើយចាំមកផ្ទះបើពុកទិញមកពីក្រៅហើយចាំបាច់ប្រើកូនធ្វើអីព្រោះតែពុកចង់ប្រើកូននឹងហើយបានជាពុកសុកចិត្តមកដល់ផ្ទះសិនហើយហៅកូនឯងមកប្រើតែម្ដងយេហេពុកខ្ញុំអាចធ្វើអញ្ចឹងបានទៀតណោះអ្វីក៏គាត់អាចធ្វើបានដែរឲ្យទៅពុកខ្ញុំចង់ប្រើហើយណាកូនឯងមិនចង់ទៅមែនទេខ្ញុំទៅតាម៉ែតែខ្ញុំទៅរកងូតទឹកឲ្យហើយសិនងូតឲ្យលឿនទៅហើយនឹងឆាប់បានទៅទិញយកមកឲ្យពងបាទពងខ្ញុំដឹងហើយថាហើយកូនប្រុសបានទៅងូតទឹកបន្តលុបពេលងូតទឹករួចគេក៏បានជិះកង់ចេញទៅទិញទឹកត្នោតជូរតែម្ដងមីងទឹកត្នោតជូរខ្ញុំ1លីត្រមកមីងចា1លីត្រមែនទេហ៎អូនអញមកពីណាបងមិនដែលឃើញសោះតើអូនអញមកលក់នៅទីនេះតាំងពីអង្កលបងទៅមិនឃើញនេះទេទំនេរអត់ទៅលេងឈូសជាមួយបងហ៎ទៅហក់ទឹកបឹងលេងក៏បានដែរខ្ញុំមិនទៅណាជាមួយមនុស្សដែលខ្ញុំមិនស្គាល់នោះទេភ័យធ្វើអីបងជាអ្នកនៅក្នុងភូមិនេះដែរតាមិនមានអ្នកណាល្អជាងបងទេនៅក្នុងភូមិនេះនោះអូនអញទំនេរដែរទេបងសួរម្ដងទៀតណែទឹកថ្នោតជូរ1លីត្រ3000រៀលយកទៅលុយទេហ៎រួចចុះបេះដូងបងអូនអញយកអត់បេះដូងបងកំសត់ណាអរគុណហើយអាចឲ្យលុយខ្ញុំបានហើយចាក់ចេញទៅបងទៅវិញហើយអញ្ចឹងអូនអញជានរណាដែរបានជាមកលក់ទឹកត្នោតជូរឲ្យមីងហ្នឹងខ្ញុំជាក្មួយគាត់ឈប់សួរទៀតទេបងទៅសិនហើយជួបគ្នាស្អែកទៀតណានិយាយចាប់ហើយធីរ៉ាបានចាក់ចេញទៅខ្ញុំមកលេងផ្ទះមិញត្រូវឬខុសទេរំពេចនោះមានអ្នកដើរមកម្ដងដោយមុខប្រឡាក់សតតែភួរបងត្រូវការទិញអីដែរទឹកត្នោតជូរឬក៏ផ្អកបងចង់ទិញអ្នកលក់គិតយ៉ាងម៉េចដែរណែកុំមកលេងសាច់ជាមួយខ្ញុំតើត្រូវការទិញអីឬអត់បងទៅវិញហើយមិនដឹងតែត្រូវទិញអីផងថាចប់ហើយគេក៏បានចាក់ចេញទៅត្រីអុយបងម្នាក់ដដែលតាយកភក់មកលាបមុខទៀតគួរឲ្យអស់សំណាច់ណាស់ចង់ប្រឡំធ្វើជាអ្នកផ្សេងហ៎ស្របពេលជាមួយគ្នានោះមីងរបស់នាងក៏បានមកដល់ទៅមីអូនលក់ដាច់អីខ្លះក្មួយមីងប៉ឹងឲ្យលក់មួយផ្លេតហ្នឹងលោកបានទឹកថ្នោតជូរនឹងផ្អត់ណាមីងអ្នកលក់ប្លែកមុខអាមីងខ្លាចតែអ្នកទិញមិនហ៊ានចូលទិញទេតែដឹងអីលក់បានដែរតើហ្នឹងមីងក៏មើលមនុស្សត្រឹមតែសម្បកក្រៅអីខ្ញុំក៏ចេះលក់ដូរដូចមីងដែរអើយមីងអឲ្យតែក្មួយចេះលក់ទេណែតងូតទឹកឬក៏នៅលក់ជាមួយមីងបន្តទៀតខ្ញុំនៅលក់ជាមួយមីងសិនណាចាំងូតទឹកពេលជប់ឲ្យចូលដេកតែម្ដងធ្វើអញ្ចឹងក៏បានធីរៈជីកង់កាត់ភូមិអ្នកដែលឃើញសម្លឹងមើលគ្រប់គ្នាចំណែកឯអ្នកដែលឈរនៅមុខផ្ទះក៏បានស្រែកឡើងបងមុខបងឯងប្រឡាក់អីហ្នឹងជីកង់ធ្លាក់អូមែនទេសួរចង់ដឹងធ្វើអីចាប់អារម្មណ៍នឹងបងមែនបើចាប់អារម្មណ៍បងឲ្យទៅផ្ទះបងឲ្យប្រាប់ពុកម៉ែបងទៅថាអូនចង់ទៅដឹងបងចេះតែមានហើយខ្ញុំសួរដោយសារឆ្ងល់នឹងហើយក្រែងលោបងឯងមិនដឹងថាខ្លួនឯងប្រឡាក់អីនៅលើមុខនេះអូមុខបងប្រឡាក់មុនស្នេហ៍ពេលអូនមើលទៅឃើញប្លែកខុសពីអ្នកនៅក្នុងភូមិដោយសារតែស្នេហ៍បងខ្លាំងបងឯងចាំមែនហើយខ្ញុំមានបំណងល្អតាបើថាបងមិនដឹងខ្ញុំនឹងប្រាប់ឲ្យដឹង
បងដឹងតាថាបងមានមុនស្នេហ៍បងប្រញាប់យកទឹកថ្នោតជូរទៅឲ្យពុកបងសិនលីហើយណា មកដល់ផ្ទះវិញឪពុកធីរៈកំពុងតែអាំងមាន់នៅមុខផ្ទះ ឈ្ងុយសាច់មាន់ដល់ហើយខ្ញុំហូបជាមួយពុកដែរពុកអាំងឲ្យហូបអន្តើមិនមែនធ្វើទុកទេហើយមិនបានជាមុខឯងប្រឡាក់សុតទៅផុកអញ្ចឹងកូនអូជិះមកតាមផ្លូវដួលហ្នឹងណាពុកខ្ញុំទៅលាងមុខសិនពេលមកវិញចាំហូបជាមួយពុករំពេចនោះមីងតាតក៏បានបន្លឺឡើងមុខនេះប្រឡាក់ធ្វើមើលតែកូនក្មេងណែទៅលាងមុខចេញទៅហើយចាំមកហូបបាយវិញ បានខ្ញុំទៅហើយក ូនធំហើយតែធ្វើចរិតដូចកូនក្មេង កុំទៅថាឲ្យកូនម៉ែវាឯងហូបមុនកូនទៅខ្ញុំអាំងក្តៅក្តៅដូច្នេះវាឆ្ងាញ់ណាអរគុណពុកវានាពេលជប់យន្តគេសោះរៀបចំតូបលក់ដូរមីងរបស់នាងស្របពេលដែលម៉ូតូធំមួយបានជិះមកដល់តូបរបស់នាងនិងបានសម្ដៅមករកនាង មកសងំលាក់ខ្លួននៅទីនេះសោះដឹងខ្លួនអត់ថាបងនេះតាមរកអូនតាំងពីម្សិលកិច្ចពីភូមិស្រុកខ្លួនឯងមកទីនេះបានយ៉ាងម៉េចហ្នឹងចង់កិច្ចពីបងដល់ណាទៀតអ្នកណាកិច្ចខ្ញុំម្លេងមីងខ្ញុំ អូនឯងកិច្ចពីបងច្បាស់ណាស់យើងជាសង្សារនឹងគ្នាកើតរឿងអីអាចនិយាយគ្នាបានតាកុំកិច្ចពីបងអីមិនមែនចិត្តអំណោះស្រាយទេយើងចាប់គ្នាត្រឹមហ្នឹងហើយខ្ញុំមិនចង់និយាយម្ដងហើយម្ដងទៀតនោះទេខ្ញុំប្រញាប់ចូលដីផងណាមិនបាននៅជជែកយូរទេយ៉ាងម៉េចគិតថាអាចកិច្ចពីបងផុតមិនមែនបងចង់ឲ្យយើងតាក់ទងគ្នាបានចូលរោងការតែអូនមិនចង់នោះទេចង់តែជាប់ឈ្មោះជាសង្សារចាស់មិនគិតថាមានអ្នកផ្សេងគេអាចមើលងាយទេអីអ្នកណាចង់មើលក៏ស្រេចតែគេចាស់តែខ្ញុំមិនទ្រាំនៅជាមួយមនុស្សដែលក្បត់ខ្ញុំទេសុកចិត្តឲ្យគេថាបាច់ពីវាហើយមិនមែនបើសារជាងគេថាងប់ជាមួយនឹងសង្សារមានស្រីវាក្បត់ប៉ុណ្ណឹងហើយនៅទ្រាំជាមួយវាទៀតហើយធ្វើដូចជាខ្វះមនុស្សប្រុសអញ្ចឹងខ្ញុំមិនចង់លើពាក្យទាំងនោះទេមិនចង់ឮក៏អត់អីដែរបងបានមកឃើញហើយបងអស់ចិត្តដូចគ្នាអូនឯងគ្មានសំណាងបានបងនោះទេនិយាយចាប់ហើយសង្សារចាស់របស់នាងក៏បានចាស់ចេញទៅទុកសំណាងនោះឲ្យអ្នកផ្សេងទេស្ដាប់ឲ្យតលន់ណានាថ្ងៃបន្ទាប់ធីរៈមកដល់តូបលក់ទឹកត្នោតជូរតែម្ដងព្រលឹមឡើងមកទិញទឹកត្នោតជូរវាដូចជាមិនទំនងសោះបើទិញផ្អកក៏ដូចជាមិនសមហើយបើមកមើលមុខគេកាត់ព្រឹកពេកក៏វាដូចជាមិនទំនងដែរបើអញ្ចឹងខ្ញុំខំមកផ្ទះគេតាំងពីព្រលឹមមកធ្វើអីហើយទៅផ្ទះវិញហើយចាំថ្ងៃចាំមកម្ដងទៀតស្របពេលដែលធីរៈចាក់ចេញពីតូបលក់ទឹកត្នោតជូរគេក៏បានទៅផ្សារដែលមានលក់ចំណីចំណុកជាច្រើនបងមកហូបអីសិនមកមានច្រើនមុខណាបងណែប្រុសសង្ហាកុំចង់ដើរហួសអីប្រយ័ត្នស្ដាយក្រោយទៅណាបងមិនដឹងថាហូបអីទេបាយមាន់ឬក៏បបរហូបអីក៏បានដែរតាមបេះដូងរបស់បង ចុះបេះដូងអ្នកលក់វិញឲ្យហូបដែរអត់ឲ្យឯងហូបបានតើបថៅឲ្យដុំថ្មប្តីរបស់អ្នកលក់ក៏បានមកដល់ភ្លាមបងខាងនេះជាមួយយើងទេបងកុំប្រកាន់ច្រើនពេកអីគាត់និយាយលេងជាមួយខ្ញុំទេនិយាយលេងមិនដឹងប្រពន្ធគេសោះបថៅពុះអស់រាល់ថ្ងៃអាចយកធ្វើអីផ្សេងបានជាពិសេសសម្រាប់អ្នកក្លាហានម្ញែប្រពន្ធគេចំបានខ្ញុំលេងឃ្លានហើយទៅផ្ទះវិញហើយថាចប់ហើយគេក៏បានប្រញាប់ប្រញាល់ចាស់ចេញទៅឃើញអ្នកទិញរត់រអត់បងឯងកុំធ្វើអញ្ចឹងទៀតអីយើងលក់ដូររាល់ថ្ងៃនេះពឹងពាក់លើអ្នកតំណើមើលយើងអីទេហើយសុកម្ញែប្រពន្ធបងកុំគិតថាបងទ្រាំអីមិនបាច់ហូបបាយទេអញ្ចឹងបើចេះតែដេញម៉ួយអត់ឈប់សោះអញ្ចឹងនោះធីរៈដើរតាមផ្លូវបានជួបជាមួយនឹងកេសរល្មមគេក៏បានបន្លឺឡើងទៅកាន់នាងអូនចង់តាណានឹងឲ្យបងជូនទៅទេបងទំនេរតាអត់មានរវល់អីសោះតែម្ដងខ្ញុំមិនទៅណែទេខ្ញុំចង់ទៅណាខ្ញុំទៅតែម្នាក់ឯងបានមិនបាច់ជូនទេបើជូនទៅមិនបានទេដូច្នេះបងជូនដល់បន្ទប់ហើយក៏កេសរទះមុខគេផ្លាច់ភ្លាមឆ្លើយអញ្ចឹងណាខ្ញុំមិនចូលចិត្តទេអន់ចរិតណាថាចប់ហើយនាងក៏បានដើរចេញទៅវិញហើយ
ថ្ងៃនេះសយកាត់ព្រឹកហ្មង នាពេលថ្ងៃត្រង់ថានុបានដប់មនុស្សស្រីមកដល់តូបលក់ទឹកត្នោតជូររបស់មីងកេសរ ថ្ងៃនេះបងចង់សាកទឹកត្នោតជូរបានជាបងនាំអូនមកទីនេះ ខ្ញុំមិនចេះទេទឹកត្នោតជូរនោះមិនដែលនឹងសាកផងខ្លាចផឹកទៅស្វឹងណាស់ យើងផឹកតិចតិចមិនអីទេកុំឲ្យតែយើងផឹកច្រើនជ្រុលពិតមែនដែរទេអ្នកលក់ ចាស់ប៉ិតណាស់ចង់ដឹងអាចសាកបានព្រោះថែរសជាតិវាអែមណាស់มันមានអ្វីលេយទេគឺស្រស់ស្រស់បែបធម្មជាតិពីដើមត្នោតយើងនេះឯងណាបើខ្ញុំសាកឲ្យស្វឹងនោះបងឯងត្រូវតែទទួលខុសត្រូវហើយយកខ្ញុំទៅផ្ទះ បងនឹងទទួលខុសត្រូវគ្រប់យ៉ាងអូនឯងសាកភ្លក់សិនទៅដឹងថាទឹកត្នោតយើងឆ្ងាញ់ប៉ុណ្ណា ចាសាកក៏សាកដែរអញ្ចឹងរសជាតិក្រនបើនតើខ្ញុំចូលចិត្តយើងគួរតែទិញ1លីត្រទៅបង ខ្ញុំយកទឹកត្នោតជូរ1លីត្រចុះអ្នកលក់សុខសប្បាយជាទេសង្សារថ្មីបងខ្ជូតណាស់អូនឃើញទេមិនចេះមានរឿងច្រើនទេសំខាន់ចេះលើកលែងឲ្យបងទៀតមិនថាមានរឿងអីកើតឡើងនោះទេ ចាខ្ញុំបែបនឹងមែនណែចាយអ្នកលក់ច្រកទឹកត្នោតជូរឲ្យខ្ញុំមកខ្ញុំចង់យកទៅផឹកពេលយប់ឡើងបើសិនជាដេកមិនលក់ចាហត់ណែរឿយរត់ហើយ ណែ40000រៀលមិនបាច់អាប់ទេអូនឯងស្ដាយក្រោយហើយទៅថ្ងៃមុខនោះព្រោះអូនគ្មានសំណាងបានបងទេតោះអូនយើងទៅវិញ ថាចាប់ទាំងពីរនាក់បានចាក់ចេញទៅភ្លាមមីងរបស់កេសរបានមកដល់តូបលក់ដូចគ្នាអ្នកទិញទៅបាត់ហើយមែនក្មួយមីងថាបំរុងមករយៈតែហើយតើហ្នឹងគេទៅបាត់ហើយខ្ញុំទៅទិញឲ្យហូបសិនណាមីងនៅមើលតូបម្ដងចាស់បញ្ញាប់មកវិញផងណាក្មួយកេសរដើរថ្មើរជើងចេញពីតូបរបស់មីងនាងខណៈដែលនាងបានចូលទៅតូបលក់នំបាញ់ឆៅនឹងនំក្រូចតំណងណាមីងខ្ញុំហូបនៅហ្នឹងបាញ់ឆៅមួយប្រទេសហើយនំក្រូច10គ្រាប់មកណាមីងមីអូនមកពីណាទៅក្មួយមីងទៅតែឃើញមុខខ្ញុំមកលេងមីងខ្ញុំមីងមិនដែលឃើញមុខបានជាមីងសួរហត់ណាស់របស់ក្មួយបានហើយត្រូវការអ្វីហៅមីងបានណាចាំមីងរំពេចនោះកូនប្រុសអ្នកលក់បាញ់ឆៅក៏បានមកដល់ល្មម ម៉ែខ្ញុំហេវដាក់បញ្ឆៅឲ្យខ្ញុំពីប្រទេសមកម៉ែ មកដល់ភ្លាមស្រែករោរបស់ហូបភ្លាមកូននេះណែចាំម៉ែដាក់ឲ្យ អរគុណម៉ែអូសួស្ដីអូនឯងជាអ្នកចំណូលថ្មីមែនទេបងជាកូនអ្នកលក់បាញ់ឆៅអ្នកណាក៏ល្បីដែរបាញ់ឆៅម៉ែបងឆ្ងាញ់ណាស់តែមួយយឺតនឹងអស់បាញ់ឆៅហើយហូបឲ្យច្រើនទៅណាបើខ្វះខាតអីប្រាប់បង ចេះខ្ញុំកំពុងតែហូបហើយ ហើយអូនឯងមកពីភូមិណាបើទៅវិញម្នាក់ឯងខ្លាចបងអាចជូនទៅដល់ផ្ទះមានសេវាកម្មជូនដល់ផ្ទះដោយឥតគិតថ្លៃទេ ផ្ទះមីងខ្ញុំនៅចិត្តនេះទេខ្ញុំអាចទៅវិញដោយខ្លួនឯងបានអរគុណហើយដែលចង់ជួយ បាទវាជាទឹកចិត្តដែលអូនបានមកហូបបាញ់ឆៅនៅតូបម៉ែបង ចាខ្ញុំអរគុណណាស់កេសរបានចាក់ចេញពីតូបលក់បាញ់ឆៅដោយទៅដល់តូបលក់កាហ្វេម្ដងបងកាហ្វេខ្មៅខ្ញុំមួយមក អូនចូលចិត្តផឹកកាហ្វេដែរមែនទេបងជាមួយប្រចាំនៅកន្លែងនេះហើយកាហ្វេកន្លែងហ្នឹងឆ្ងាញ់ណាស់ផឹកហើយគឺជាតិតែម្ដងមិនអាចធ្វើឲ្យយើងដកចិត្តចាញ់បាននោះទេ ចាខ្ញុំកំពុងតែប្រាប់អ្នកលក់ដើម្បីឲ្យគាត់ដាក់កាហ្វេឲ្យខ្ញុំហើយបងអ្នកលក់លឺដែរទេខ្ញុំចង់ផឹកកាហ្វេ ហើយអ្នកលក់ឯណាទៀតបើបងជាអ្នកលក់ទៅហើយហ្នឹងចង់បានកាហ្វេបែបណាដែរអាចប្រាប់បងបានណាកាហ្វេអត់ស្ករឬក៏កាហ្វេទឹកដោះគោតែបើចង់បានអ្នកលក់បងសុកចិត្តលះបង់គ្រប់យ៉ាងដើម្បីតែអូន មិនគួរមកប៉ះទេ អូនចង់បានអីអូនប្រាប់មកបងធ្វើជូន ខ្ញុំចង់បាត់កាហ្វេខ្មៅអត់ស្ករណា សុំចាំមួយផ្លេតណាចាំបងធ្វើឲ្យ ថាហើយគេក៏បានដាក់កាហ្វេឲ្យកេសរភ្លាម ណែកាហ្វេរបស់អូនរួចរាល់ហើយសាកមើលបំឆ្ងាញ់ដូចអ្វីដែលបងនិយាយអញ្ចឹងបើមិនឆ្ងាញ់បងធានាថាសងលុយវិញហើយ ឆ្ងាញ់ដូចសម្ដីមែនតាមមីកែវនេះអស់ប្រហែលដែរទេ សម្រាប់អូនបងមិនគិតថ្លៃទេហើយអូនអាចមកទទួលបានដោយឥតគិតថ្លៃរាល់ថ្ងៃបើសិនជាអូនចង់ ដូចមិនសមទេខ្ញុំមិនហ៊ានទទួលទេណា បើបងថាមិនអីគឺមិនអីហើយយកទឹកផឹកឲ្យត្រជាក់ចិត្តបងក៏បានត្រជាក់បេះដូងដែរ
ពេលដែលធ្វើរបស់ឆ្ងាញ់ឲ្យមនុស្សស្រីដែលបងចាប់អារម្មណ៍ផឹកនោះ ខ្ញុំទៅសិនហើយអរគុណសម្រាប់កាហ្វេមួយកែវនេះថាហើយនាងក៏បានចាក់ចេញទៅភ្លាមពុទ្ធធោគេដាច់ចិត្តទៅចោលយើងដែរណោះ នាថ្ងៃបន្ទាប់បានឈានចូលមកដល់កេសរបានចាក់ចេញពីផ្ទះមីងរបស់នាងត្រឡប់ទៅកាន់ផ្ទះនាងវិញខណៈដែលនាងចូលមកដល់ក្នុងផ្ទះអីវ៉ាន់ចានឆ្នាំងបែកខ្ទេចខ្ទីនៅលើអើតម៉ែមិនបានខ្លាចទៅជាអញ្ចឹងពុកស្វឹងទៀតហើយមែនទេពុកកូនឯងស្វឹងទៀតហើយតែងតែបោកចានបោកឆ្នាំងអញ្ចឹងម៉ែមិនដឹងធ្វើយ៉ាងណាឈ្នះមនុស្សស្វឹងបែបនោះទេបើម៉ែពិបាកម៉ែចាក់ចេញពីគាត់ទេមិនបាច់ទ្រាំរស់នៅជាមួយគាត់ទេបើគាត់ធ្វើបាបម៉ែនោះខ្ញុំមិនចង់ឃើញម៉ែទទួលរងសម្ពាធទេម៉ែទៅណាមិនបានទេយើងចាស់អស់ហើយម៉ែអាណិតពុកកូនម៉ែអាណិតគាត់តែគាត់វិញមានអាណិតម៉ែខ្លះទេស្របពេលជាមួយគ្នានោះឪពុកស្រវឹងរបស់នាងបានដើរចូលមកខាងក្នុងមកវិញហើយមែនទេមីអូនឲ្យលុយមកយើងមកយើងត្រូវការលុយឯងដើរចោលម៉ែឪឯងមិនគិតពីអ្វីសោះឯងធំហើយតែចិត្តឯងមិនគិតថាជួយឪម៉ែទេឪឯងសុំលុយម្ដងឯងល្អូសពគ្រប់ខ្ញុំរអ៊ូគ្រប់សោះព្រោះពុកយកលុយទាំងនោះទៅពីសាស្រែពុកគិតថាខ្ញុំគួរតែឲ្យពុកមែនទេឯងត្រូវតែឲ្យព្រោះថាយើងគឺជាឪពុកឯងឲ្យលុយយើងឯងមិនបាបទេតែខ្ញុំមិនចង់ឲ្យពុកពិសាគ្រឿងស្វឹងហើយបំផ្លាញរបស់ទៀតទេពុកឈប់ទៅណាពុកឯងកុំចេះដឹងយើងក្នុងនាមជាឪឯងយើងចង់ធ្វើស្អីក៏បានដែរវាជាសិទ្ធិរបស់យើងហើយឯងក្នុងនាមជាកូនគឺមានតួនាទីផ្ដល់លុយកាក់តាមតម្រូវការដែលយើងចង់បានខ្ញុំលែងឲ្យប្រាក់ទៅពុកទៀតហើយខ្ញុំមិនចង់ឲ្យពុកពិសាគ្រឿងស្វឹងទេឯងមិនឲ្យមែនទេហានាងកូនល្មិលគុណឪពុកម្ដាយយើងមិនលើកលែងឲ្យឯងទេអ្នកដែលជាឪពុកបំរុងវាយកូនស្រីតែម្ដាយបានច្រានប្តីរបស់ខ្លួនឯងឲ្យដួលផ្កាក្រោយតែម្ដងឯងគ្មានសិទ្ធិមកធ្វើបាបកូនខ្ញុំទេឯងមិនសមធ្វើជាឪគេទេខ្ញុំអូយពុកកាត់អីពុកម៉ែយកពុកទៅពេទ្យទេម្ដាយនិងកូនស្រីបាននាំឪពុករបស់ខ្លួនទៅកាន់មន្ទីរពេទ្យភ្លាមគ្រូពេទ្យបានប្រាប់ដំណឹងអាក្រក់ដល់ក្រុមគ្រួសារអ្នកដែលជាឪពុកក៏ដើរលេងបានកម្រើខ្លួនលេងរួចចាប់តាំងពីពេលនោះតទៅជាច្រើនថ្ងៃបានកន្លងផុតទៅឪពុកកេសរបានសម្រាកនៅលើកន្ទេលរីឯប្រពន្ធនិងកូនជាអ្នកមើលថែទាំដល់ម៉ោងហូបបាយហើយឪវាឯងហូបទៅខ្ញុំបចុកណែតាពីយឺតទៅមិនបាច់ព្យាយាមនិយាយអីទេខ្ញុំនឹងកូនជាអ្នកមើលថែឪវាឯងកុំបារម្ភថាពួកយើងបោះបង់ឪវាឯងដោយការដែលឪវាឯងធ្លាប់បោះបង់ពួកយើងសវ៉ាសារ៉ាចោលប្រពន្ធកូននោះឪពុកដើរលេងបានដោយពឹងផ្អែកលើកូននិងប្រពន្ធដែលមើលថែបម្រើបាយទឹកគ្រប់សពកេសរចេញពីក្នុងផ្ទះរំពេចនោះនាងបានឃើញធីរៈជិះម៉ូតូមកដល់ផ្ទះរបស់នាងនិងបាននិយាយខ្លាំងមកផ្ទះវិញអត់ប្រាប់អីបន្តិចសោះបានមកផ្ទះមកបាត់ឈឹងតែម្ដងមិនធ្វើអញ្ចឹងចំពោះខ្ញុំមិនបានធ្វើអីទេនិយាយមិនបានធ្វើអីយ៉ាងម៉េចអូនឯងមកចោលបងយកបេះដូងបងមកតាមបងអត់អាចរស់បានទេបើគ្មានបេះដូងនោះបងនឹងស្លាប់ភ្លាមខ្ញុំមិនអាចទៅជាមួយបានទេខ្ញុំត្រូវមើលថែឪពុកម្ដាយរបស់ខ្ញុំបើដូច្នេះបងជាអ្នកមើលថែអូនហើយអូនមើលថែឪពុកម្ដាយយើងធ្វើដូច្នេះបានទេបងធ្លាប់ញ៉ាយគេមកច្រើនអ្នកហើយតែមានតែម្នាក់ទេដែលបងគិតតែប្លែកពីគេហើយម្នាក់នោះគឺសុកទៅចោលបងទៀតដោយគ្មានប្រាប់អីសូម្បីតែមួយម៉ាត់ឲ្យបងជាអ្នកមើលថែអូនបានទេតែបងនឹងត្រូវលំបាកមុនសនុកតាមក្រោយបងនឹងធ្វើឲ្យដូចអ្វីដែលបងនិយាយមិនមាននរណាលំបាកពេញមួយជីវិតនោះទេបើសិនជាយើងចង់សនុកពេកដោយមិនគិតធ្វើអ្វីសោះបងសុកចិត្តតស៊ូលំបាកជាមួយអូនហើយថ្ងៃទៅខាងមុខយើងនឹងសនុកជាមួយគ្នាបើបងមិនខ្លាចនៅទេព្រោះយើងអាចសាងអនាគតជាមួយគ្នាបាន
បងមិនខ្លាចខ្លួនបងនឿយហត់ទេតែបងខ្លាចអូននឿយហត់បានជាបងមកជួយរែកអម្រែកនេះជំនួសអូនវិញអូនដើរយឺតបានហើយទុកឲ្យបងជាអ្នករត់នាំមុខ ចេះខ្ញុំព្រមទទួលយកបង យើងចាប់ដៃគ្នាសាងអនាគតជាមួយគ្នាណា ធីរ៉ាបាននាំគ្រួសារចូលមកស្ដីដណ្ដឹងកេសររៀបការដោយគេចូលមកសុំចែកអំរែកពីនាងយកទៅរែកចង់ឲ្យនាងដើរដោយស្រាលខ្លួនមិនមានអ្វីនៅលើស្មាទៀតឡើយ